បងប្អូនទេសនាគ្រប់គ្នារឿងរ៉ាវកំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្ដាញសង្គមសៀមបច្ចុប្បន្ននេះគឺទាក់ទងទៅនឹងផ្លែទុរេនក្លែងក្លាយប្រទេសថៃបានលក់ទៅឲ្យប្រទេសចិនស៊ីទុរេននេះវាក៏កំពុងតែមានការផ្ទុះការចម្រូងចម្រាសរវាងអ្នកជំនួញសៀមនិងអ្នកជំនួញចិនផងដែរជាពិសេសពីមហាជនសៀមនិងមហាជនចិនផងនោះយ៉ាងណាក៏ដោយយោងតាមការផ្សព្វផ្សាយព័ត៌មានពី China News បានរៀបរាប់ឲ្យដឹងថាចិនមានការខកចិត្តជាខ្លាំងជាមួយនឹងប្រទេសថៃខ្លាំងណាស់ដោយប្រទេសថៃនេះបានលក់ផ្លែទុរេនក្លែងក្លាយឬក៏ផ្លែទុរេនដាក់ថ្នាំជាតិគីមីយកទៅលក់ឲ្យប្រជាជនចិនស៊ីនោះប៉ុន្តែយ៉ាងណាក៏ដោយតាមសេចក្តីរៀបរាប់ព័ត៌មានពីស្រុកចិននោះពួកគេបានបញ្ជាក់ថាផ្លែទុរេនដឹកតាមកប៉ាល់យកទៅលក់នៅឯប្រទេសចិននោះវាត្រូវបានចិនបញ្ជូនយកត្រឡប់មកប្រទេសថៃវិញទាំងអស់នៅក្រោយពេលក្រុមនគរបាលចិនព្រំដែនឆែកឆេរនិងបានឆែកឃើញសារធាតុគីមីនៅក្នុងផ្លែទុរេនរបស់ប្រទេសថៃនោះបើសិនជាមានមនុស្សស៊ីវាហើយនឹងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ទៅដល់សុខភាពរបស់ប្រជាជនចិននៅក្រោយពេលក្រមសមត្ថកិច្ចចិនជំនាញបានឆែកឆេរពិនិត្យឃើញនៅសារធាតុគីមីក្នុងផ្លែទុរេននាំចូលពីប្រទេសថៃហើយនោះខាងក្រសួងអាហារចំណីចិនក៏បានបញ្ជាភ្លាមឲ្យយកផ្លែទុរេននោះវិលត្រឡប់មកប្រទេសថៃវិញផងដែរហើយក៏ធ្វើឲ្យប្រទេសថៃនោះវាខាតបង់ប្រាក់រាប់រយលានដុល្លារតែទោះបីយ៉ាងណាក៏ដោយប្រទេសចិននេះក៏ជាទីផ្សារធំលំដាប់លេខ1សម្រាប់ប្រទេសថៃនេះនាំផ្លែទុរេនទៅលក់នៅប្រទេសចិននោះប៉ុន្តែពេលនេះចិនលែងទិញផ្លែទុរេនរបស់ប្រទេសថៃតទៅទៀតហើយដោយសារប្រទេសថៃនេះវាលក់ផ្លែទុរេនក្លែងក្លាយទៅឲ្យចិនស៊ីគឺប្រជាជនចិនមានការខឹងសម្បារខ្លាំងណាស់ទៅលើប្រទេសថៃនោះដែលរកស៊ីមិនមានភាពស្មោះត្រង់ប៉ុន្តែយ៉ាងណាក៏ដោយតាមសេចក្តីរៀបរាប់ព័ត៌មាននិងអះអាងពីមន្ត្រីជំនាញចំណីអាហារថៃក៏បានបញ្ជាក់ផងដែរថានៅក្នុងផ្លែទុរេននាំយកទៅលក់នៅឯស្រុកចិននោះគឺពិតជាមានសារធាតុគីមីពិតមែនប៉ុន្តែការដាក់តែទៅលើសម្បកផ្លែទុរេនប៉ុណ្ណោះទេមិនបានចាក់ចូលទៅក្នុងសាច់ទុរេននោះឡើយតែទោះបីជាអះអាងយ៉ាងណាក្តីក៏ចិនគឺលែងទុកចិត្តថៃតទៅទៀតដោយបណ្ឌិតពេទ្យម្ហូបអាហារចំណីរបស់ចិនបានអះអាងថាសារធាតុគីមីទាំងអស់នោះវានៅតែជ្រាបចូលទៅក្នុងសាច់ទុរេនគឺมันអាចគេចផុតបាននោះឡើយហើយក៏มันអាចបរិភោគផ្លែទុរេននោះជាអាហារផងដែរនឹងប៉ះពាល់ខ្លាំងណាស់ទៅដល់សុខភាព